បាទសូមគោរពបងប្អូនទាំងអស់បាទនៅក្នុងប្រទេសក្រៅប្រទេសបាទថ្ងៃយើងខ្ញុំបាននៅក្នុងបាក់រុនបាទមានបងប្អូនជនពិសិដ្ឋជាច្រើនបាទនៅទីនេះយើងសូមបងប្អូនទាំងអស់បាទទេសនាមើលហើយជួយជាឧបត្ថម្ភថវិកាតាមលទ្ធភាពដែលអាចជួយទៅបានបាទសូមជើញទេសនាទូតទៅបាទទីនេះជាទីកន្លែងដែលបងប្អូនជនភាសឹកបានមកស្នាក់នៅក្នុងវត្តរុននេះច្រើនបាទបងប្អូនមានទាំងកុមារបាទមានទាំងមនុស្សចាស់បាទហើយអ្វីដែលចង់ជម្រាបដល់បងប្អូននោះមានការខ្វះខាតជាច្រើនដែរសម្រាប់ឲ្យបងប្អូនជួយបាទហើយបងស្រីខាងនេះគាត់ខ្វះនៅផ្ដាងសម្រាប់ថវិកាខ្លះនៅផ្ដាំងលំមកលោកគាត់ធ្វើដំណើរតទៀតទៅអាចផ្ដាំងខូចបែកទៅតមុខរួចមានហានិភ័យហើយសម្រាប់គាត់ក៏មានជំងន់ទៀតផងខ្វះនៅថវិកាសម្រាប់សម្រាលកូនបាទចាស់មកនេះបាទគាត់មកទេអញ្ចឹងសម្រាប់ជូនជាព័ត៌មានសម្រាប់បងប្អូនអស់ដែលចង់មកជួយឧបត្ថម្ភក៏សូមអញ្ជើញមកវត្តរុនផ្ទាល់បាទមកទីនេះបាទបានមកទៅគួរឲ្យអណយធំណាដោយសារចូលសៀមវាឆ្លៀនពៀនបាទបាញ់នៅស្ពានបាទទឹកដីប្រទេសកម្ពុជាផ្លោងគ្រាប់បាទចូលទឹកដីខ្មែរយើងចឹងធ្វើឲ្យបងប្អូនទាំងអស់មានការពិតភ័យភាសឹកមកពីព្រំដែនបាទមករស់នៅក្នុងជំនុំចរមសុខភាពបាទបងប្អូនយើងធ្លាប់ដឹងថាប្រវត្តិសាស្ត្រខ្មែរសៀមឥឡូវនេះគឺដឹងពិតហើយបាទគឺចូលសៀមនេះវាចិត្តអាក្រក់វារំលោភសង្គ្រាមបាទសូមអរគុណច្រើនបងប្អូនដែលបានតាមដានទេសនានៅវីដេអូ